មកប្រងទៅផ្សារក៏បើកទូមើលអវ៉ាន់ណាដែលនៅសល់ឃើញត្រីប្រមាសល់មួយកង់ក៏នឹកឃើញដល់មុខមីនុយជៀនពងត្រីប្រមាហើយថ្ងៃនេះខ្ញុំប្រើពងទាចំនួន4គ្រាប់ពងមាន់ចំនួន4គ្រាប់និងខ្ញុំប្រើពងមាន់ដោយសារតែពងមាន់វាធ្វើឲ្យរសជាតិម្ហូបរបស់យើងវាទន់ណានៅពេលដែលយើងជៀនអញ្ចឹងទៅវាទន់ពងទាវារឹងជាងពងមាន់ហើយថ្ងៃនេះខ្ញុំប្រើមានដូចជាសាច់ជ្រូក3ជាន់កច្រាំហើយនឹងខ្មៅនេះគឺសាច់ត្រីប្រមាដែលខ្ញុំបានចំហុយរយៈពេល5នាទីដើម្បីកោសយកសាច់អានឹងបន្ទាប់ពីយើងកោសយកសាច់ហើយនឹងដកឆ្អឹងចេញហើយនឹងមានខ្ទឹមក្រហមខ្ទឹមសកច្រាំវាម៉ត់ដើម្បីដាក់កូរជាមួយគ្នាហើយមានដូចជាថ្ងៃនេះខ្ញុំប្រើស្ករត្នោតខ្ញុំអត់ប្រើខ្ញុំអត់សូវចូលចិត្តប្រើស្ករសឯងម្ហូបខ្ញុំប្រើស្ករត្នោតប៊ីចេងហើយនឹងម្ទេសតាមចំណង់ចំណូលចិត្តរបស់គ្រួសាររៀងខ្លួនអ្នកអត់ចេះញ៉ាំម្ទេសមិនបាច់ដាក់ក៏បានតែខ្ញុំចូលចិត្តញ៉ាំម្ទេសអញ្ចឹងខ្ញុំដាក់ម្ទេសជៀនជាមួយដើម្បីកាត់ឆ្អាបដែរហើយតែម្ទេសហ្នឹងគឺអត់គ្រប់សម្រាប់ខ្ញុំទេខ្ញុំត្រូវញ៉ាំក្រៅបន្ថែមទៀតហើយបន្ទាប់មកយើងធ្វើការក្លុកពងទាពងមាន់ចូលគ្នាឲ្យសព្វឲ្យឡើងអញ្ចឹងណាហើយបន្ទាប់មកយើងធ្វើការដាក់សាច់ត្រីប្រមាដែលបន្ទាប់ពីយើងបានចំហុយរួចរាល់ហ្នឹងដាក់ចូលកូរគ្នាឲ្យសព្វបន្ទាប់ពីកូរត្រីប្រមាហើយយើងដាក់គ្រឿងដែលត្រូវបន្ថែមចូលមានដូចជាសាច់ជ្រូកម្ទេសខ្ទឹមសខ្ទឹមក្រហមហើយនឹងស្ករត្នោតហើយជាមួយនឹងប៊ីចេងដាក់ចូលគ្នាកូរគ្នាឲ្យសព្វធ្វើមិនក៏ដោយឲ្យសព្វបើកាលណាតែអត់សព្វទេនៅពេលដែលយើងចៀនទៅវាមានរសជាតិដុំរសជាតិវាអាចទៅផ្អែមឬក៏ទៅរសជាតិត្រីប្រមាហ្នឹងវាទៅប្រៃអញ្ចឹងតម្រូវឲ្យយើងកូរឲ្យវាសព្វទៅចាំយកវាទៅចៀនមុខម្ហូបហ្នឹងងាយទេបងប្អូនងាយស្រួលធ្វើងាយស្រួលនិយាយរួមងាយស្រួលមែនតើយើងហើយអាហ្នឹងបើសិនជាក្នុងករណីយើងឃើញយើងធ្វើច្រើនអញ្ចឹងយើងចៀនញ៉ាំអត់អស់ក៏យើងអាចដាក់ប្រអប់ទុកដើម្បីចៀនពេលក្រោយទៀតក៏បានដែរនេះបងប្អូនបន្ទាប់ពីខ្ញុំបានកូរវិចសពអស់ហើយប៉ុណ្ណឹងហើយឡើងប៉ុណ្ណឹងយើងចាប់ផ្ដើមធ្វើការដាក់ឆ្នាំងខ្ទះចៀនហើយមុននឹងចៀនបងប្អូនតម្រូវឲ្យយើងទុកខ្លាញ់ឲ្យក្តៅសិនចាំចៀនណាបើខ្លាញ់យើងអត់តន់ក្តៅនៅពេលយើងចាក់ចៀនទៅត្រីប្រមាណហ្នឹងវាអត់សូវឡើងស្អាតហើយបើសិនជាមួយទៀតបើសិនជាបងប្អូនចៀនត្រីប្រមាណហ្នឹងអត់ចង់ឲ្យវាបែកឲ្យវាខ្ទេចប្រើខ្លាញ់ឲ្យរាងច្រើនបន្តិចតែខ្ញុំអត់សូវប្រើខ្លាញ់ទេអញ្ចឹងចៀនទៅវារាងបែកវាអត់សូវចេញមកវាជាប្រទេសស្អាតដូចគេចៀនលក់អីទេហើយថ្ងៃហ្នឹងលក់របស់ខ្ញុំក៏អត់មានច្រើនមុខដែរថ្ងៃហ្នឹងមានតែខ្ទឹមបារាំងតសក់សដែកគួរហើយជាមួយនឹងពេញប៉ោះហើយរបស់ប្រមាណមុខហ្នឹងសិតតែរបស់ធម្មជាតិដោយសារខ្ញុំមានមួយខ្ញុំនៅផ្សារដែរគាត់ថាធម្មជាតិដែរទៅតែគាត់ថាធម្មជាតិមែនព្រោះយើងទិញបន្លែទិញម្ហូបរួចថ្ងៃយើងដឹងហើយអាណាបន្លែយួនអាណាបន្លែខ្មែរយើងអញ្ចឹងណាបងប្អូននេះហើយមួយទៀតណាខ្ញុំជួយចិត្តជាងគេគឺពេញប៉ោះចៀនពងទាត្រីប្រមាហ្នឹងអត់មានពេញប៉ោះអត់ឆ្ងាញ់ទេខ្ញុំជួយចិត្តញ៉ាំពេញប៉ោះជាងគេជាមួយនឹងខ្ទឹមបារាំងចោលអត់បានហ្មងពីមុខហ្នឹងគឺចៀនពងទាត្រីប្រមាត្រូវតែមានហ្មងហើយនេះលទ្ធផលចុងក្រោយយើងមានតែប៉ុណ្្នឹងសម្រាប់ចែកចាយបងប្អូនមុខម្ហូបងាយអាចធ្វើញ៉ាំនៅផ្ទះអាចធ្វើទុកនៅទូបានងាយ